តើតំបន់ភ្នំកំចាយមានទីតាំងស្ថិតនៅក្នុងខេត្តណាហើយហេតុអ្វីបានជាតំបន់មួយនេះមានឈ្មោះថាភ្នំកំចាយនឹងឯអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍អ្នកនរគ្នាមកស្គាល់ពីទីកន្លែងមួយទៀតហើយគឺតំបន់ភ្នំកំចាយគឺជាផ្នែកមួយនៃភ្នំបូកគោដែលមានទីតាំងស្ថិតនៅភូមិស្នំ7ភូមិម៉ាក់ប្រាងស្រុកទឹកឈូខេត្តកំពតសម្រាប់ភូមិសាស្ត្រមួយនេះប្រកបទៅដោយសក្តានុពលជាច្រើនដែលអ្នកស្រុកពឹងផ្អែករួមមានចំការទុរេនចំការល្មុតមង្ឃុតសៅម៉ៅជាដើមរួមទាំងរមណីយដ្ឋានធម្មជាតិទឹកឈូជាពិសេសនោះគឺទំនប់វារីអគ្គិសនីដែលផ្ដល់កម្លាំងអគ្គិសនីជិត200មេហ្គាវ៉ាត់សម្រាប់ចែកចាយដល់បណ្ដាខេត្តមួយចំនួនដើម្បីប្រើប្រាស់ផងដែរចំពោះតំបន់ភ្នំកំចាយមិនទាន់បើកឲ្យមានការចេញចូលដោយសេរីជាផ្លូវការនៅឡើយទេហើយសម្រាប់ពួកខ្ញុំទៅតំបន់មួយនេះគឺក្នុងលក្ខណៈបែប survival និងការទេសចរបែបធម្មជាតិតែប៉ុណ្ណោះដើម្បីទៅកាន់ទីកន្លែងមួយនេះយើងត្រូវជិះទូកដោយប្រើពេលប្រហែល1ម៉ោងនិងត្រូវបន្តដំណើរដោយថ្មើរជើងប្រហែល1ម៉ោងទៀតដើម្បីទៅដល់គោលដៅចំពោះទិដ្ឋភាពនៃតំបន់មួយនេះគឺពិតជាមានភាពស្រស់ស្អាតខ្លាំងមែនទែនជាពិសេសនោះគឺ layer នៃភ្នំនីមួយៗដែលអមជាមួយទៅនឹងសម្រស់ថ្ងៃរះនិងថ្ងៃលិចតាមផ្លូវទៅកាន់តំបន់មួយនេះគឺសម្បូរទៅដោយទាំងថ្មតូចធំជាច្រើនដែលមានទឹកហូររឹមរឹមអមជាមួយទៅនឹងដើមឈើធំធំតាមដងផ្លូវដែលផ្ដល់នូវអារម្មណ៍ប្លែកម្យ៉ាងដែរនៅទីកន្លែងមួយនេះភាគច្រើនដែលយើងអាចមកគឺនៅក្នុងរដូវប្រាំងហើយយើងក៏អាចធ្វើការបោះតង់ងូតទឹកជ្រោះលេងដើរកម្សាន្តតាមព្រៃនិងស្វែងរកត្រីមកធ្វើជាម្ហូបលក្ខណៈបែបធម្មជាតិជាដើមទីកន្លែងមួយនេះគឺសម្បូរត្រីខ្លាំងមែនទែនដោយសារពុំសូវមានមនុស្សមកដល់ហើយការនេសាទត្រីក៏តាមបែបលក្ខណៈធម្មជាតិទៅទៀតដោយអ្នកអត់ឃើញស្រាប់ហើយត្រីហ្នឹងគឺវាចូលចិត្តនៅតាមកលាថ្មហើយពេលដែលយើងហែទឹកលេងចង្ការប៉ះវាដល់ដឹងខ្លួននិយាយទៅត្រីនៅកន្លែងហ្នឹងសម្បូរមែនទែនហ្មងហើយមូលហេតុអ្វីបានជាមានឈ្មោះថាភ្នំកំចាយដល់សប្តាហ៍នេះតាមសាច់រឿងដែលដំណាលតគ្នាថានៅក្នុងសម័យកាលយូរលង់មកហើយមានស្ដេចមួយអង្គព្រះនាមថាព្រះកំចាយបានមកគង់នៅតំបន់មួយនេះហើយទ្រង់បានថ្លែងដើម្បីផ្ចាញ់មាសឲ្យបរាជ័យវិនិច្ឆ័យខ្ចាយក្រោយពីព្រះកំចាយបានផ្ចាញ់មាសបានសម្រេចជោគជ័យរួចទ្រង់បានដកវិញ្ញាណរបស់ព្រះអង្គចេញរសាត់ទៅទីឆ្ងាយគឺព្រះកាយរបស់ព្រះអង្គខ្លាយជាថ្មដា8ថ្នាក់ដែលបន្សល់ទុកមកដល់សប្តាហ៍នេះអស់រយៈកាលក្រោយមកទៀតក៏មានស្ដេចមួយអង្គរួមទាំងស្រីស្នំចំនួន7នាក់បានសាងសង់វត្តមួយមានឈ្មោះថាវត្តស្នំ7ដើម្បីឧទ្ទិសតបស្នងសងគុណដល់បារមីនៃព្រះភ្នំកំចាយដែលបានធ្វើពលិកម្មក្នុងបុព្វហេតុហេរសានៃតំបន់មួយនេះទើបតំបន់មួយនេះមានឈ្មោះថាភ្នំកំចាយនិងភូមិស្នំ7រហូតដល់សប្តាហ៍នេះទាំងអស់នេះវាគ្រាន់តែជារឿងដំណាលបែបនិទានកថាតែប៉ុណ្ណោះតែចំពោះប្រវត្តិពិតបែបណានោះគឺនៅមិនទាន់មានឯកសារណាបញ្ជាក់ច្បាស់នៅឡើយនោះទេសម្រាប់តំបន់ភ្នំកំចាយនៅតែមានពណ៌បៃតងក្រាស់នៅឡើយចំពោះបរិយាកាសនៃតំបន់មួយនេះគឺមានភាពត្រជាក់ល្មមវាស័ក្តិសមសម្រាប់អ្នកដែលមានបំណងចង់មកកម្សាន្តបែបផ្សងព្រេងលក្ខណៈ survival ជាដើមតំបន់ភ្នំកំចាយក្រៅពីការទាញយកអត្ថប្រយោជន៍ពីវារីអគ្គិសនីភ្នំកំចាយក៏ជាតំបន់ភូមិសាស្ត្រមួយប្រកបទៅដោយសក្តានុពលជាច្រើនមានដូចជាចំការដំណាំផ្សេងៗរមណីយដ្ឋានធម្មជាតិធនធានធម្មជាតិចម្រុះនិងក៏ជាតំបន់មួយដែលអាចឲ្យយើងទេសចរបែបធម្មជាតិឬធ្វើដំណើរកម្សាន្តបែប survival ផ្សងព្រេងផងដែរសម្រាប់វីដេអូថ្ងៃនេះក៏ឈានមកដល់ទីបញ្ចប់ប្រសិនបើមានចំណុចខ្វះខាតត្រង់ណាសូមចែករំលែកនៅ comment ខាងក្រោមនេះកុំភ្លេចចែករំលែកវីដេអូមួយនេះដើម្បីរួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរធម្មជាតិក្នុងប្រទេសយើងឲ្យអ្នកផ្សេងទៀតបានស្គាល់ផងដែរអរគុណចំពោះការទស្សនាជួបគ្នាវីដេអូក្រោយៗទៀត